រៀបរៀងកំណាព្យក្នុងឆ័ត្រតនជាដកព្រះរាជាសន្តានានិងព្រះមហេសីជាដើមជាបន្តទៅមនាលនាងសុផតទាគូរនីចរណៃខ្លួនប្រាមជើងដៃបីដូចជាមាសសម្បុរលឿងខ្ចីស្រីវរោភៈនេត្រាល្អល្អះវិសេសវិសាលតើនាងកើតអ្វីទៅស្រីសោកាភក្ត្រាស្រពូនទុកអូនពុំស្រាលបីដូចបតុមគេខ្ញុំហើយហាលអំបាលមាលាក្នុងគ្រាស្រពប់បពិតមហារាជអំណាចបវរខ្ញុំម្ចាស់ចាញ់គឿព្រោះតែយល់សពចំណងចម្លែកក្រែងប្លែកអភ័ព្វមិនអាចបានទ្របប្រសពទុកព្រួយកាមគុណទាំងអស់ជារបស់មនុស្សសាក្នុងលោកនេះរាឯណានេះមួយសត្វតែរបស់យើងម្ចាស់អូនកំព្រួយរៀមបងនឹងជួយតាមចិត្តអូនចង់បពិតព្រះអង្គសូមទ្រង់ឲ្យព្រានដែលមានប៉ុន្មានក្នុងដែនដីទ្រង់មកប្រជុំគ្នាកំបីរារងនិងប្រាប់ចំណងដល់ពួកនាយព្រានសូមព្រះទេវីទួតបនេត្រាពួកព្រាននេះណាសុទ្ធមានថ្វីដៃជាអ្នកក្លៀវក្លាស្គាល់មរឹកស្គាល់ព្រៃដើម្បីខ្សាត់ថ្លៃស៊ូខ្សៃនឹងជួយពនាងសុផតទាពោលទៅរកពួកព្រានលុតរបត់ទាំងអស់ដែលកោះប្រជុំចូលស្ដាប់ពាក្យខ្ញុំរៀបរាប់ទុកព្រួយខ្ញុំសបិនឃើញដំរីសមួយចិត្តញើរញ្ជួយប្រចង់បានភ្លុកព្រោះភ្លុកទាំងគូចែងចាំងរស្មីឆាប់ពន់រាំងសីហត្ថីប្រមុខភ្ញាក់ឡើងកាលណាចិន្តាកើតទុកបើមិនបានភ្លុកខ្ញុំមុខជាខ្សែពួកព្រានទូលសួរសេចក្តីនឹងព្រះទេវីពួកកូនចៅព្រានមានរាប់ពាន់នាក់បានស្ដាប់ឮជាភ្ញាក់ផ្អើលពេកក្រៃក្នុងចិត្តគ្រប់គ្នាមានការសង្ស័យថាម្ចាស់ថ្លៃតម្រៃអ្វីហ្នឹងបិតាជីតាញាតិសាលោហិតនៃយើងខ្ញុំពិតគឺឥតដែលដឹងស្ដេចតម្រៃសាអស់ចាម្លឹងមិនដែលបានដឹងបានឃើញឮឡើយគឺភ្លុកឆាត់តន់ឆាប់ពន់រាំងសីព្រះរាជបុត្រីសូមទ្រង់ត្រាស់ឆ្លើយសបិនម្លេចខ្លះទ្រង់ត្រាស់ឲ្យហើយកុំបីកន្តើយកំឡើយលាក់ការ